វគ្គការហាត់រៀនមន្តអាគមកាលពីព្រៃនាយមានព្រឹត្តិការណ៍ចំណាំម្នាក់ដែលរស់នៅក្នុងមហាប្រាសាទចាស់មួយឯជើងភ្នំគាត់គឺជាព្រឹត្តិការណ៍ស្រាវជ្រាវរកអភិនិហាហើយនឹងចេះមន្តអាគមទៀតផងគាត់បានរស់នៅជាមួយនឹងកូនក្មេងមួយក្រុមដែលគាត់រើសចូលមកចិញ្ចឹមនិងហាត់មន្តអាគមដល់ក្មេងទាំងនោះក្មេងប្រុសម្នាក់នេះជាក្មេងឧស្សាហ៍ណាស់វានៅចិត្តគ្រូវាជានិច្ចហើយអ្វីដែលគ្រូវាធ្វើតាមវាតាមដានរហូតថ្ងៃនេះយើងចាំបាច់ត្រូវទៅទីក្រុងចំណែកឯនៅទីនេះត្រូវតែដងទឹកដាក់បំពេញអាងនេះពេញដើម្បីធ្វើការពិសោធន៍នៅពេលដែលគ្រូត្រឡប់មកពីទីក្រុងវិញឯងមានលឺដែរទេក្មេងប្រុសប្រុយដានេះវាតាមដានលោកគ្រូរបស់វារហូតវាឃើញលោកគ្រូរបស់វាយកកៅអីអង្គុយធ្វើឲ្យខ្លាចទៅជាសេះហើយក៏ជិះចេញទៅពេលនេះលោកគ្រូគាត់ទៅបាត់ហើយខ្ញុំគាត់តែឆ្លៀតឱកាសនេះរៀនមន្តអាគមហើយពេលនេះខ្ញុំទន្ទិញចាំបានហើយទាំងក្បួនទាំងកាយវិការហើយនឹងរូបភាពខ្ញុំសាក់លបងឲ្យអំបោះនេះបោះសម្អាតផ្ទះលើមើលតើវាស័ក្តិសិទ្ធិដែរទេនិយាយរួចហើយក្មេងប្រុសនោះក៏ប្រើសិលខាប់យកអំបោះនេះមកឲ្យធ្វើការបោះសម្អាតអំបោះឯងធ្វើយ៉ាងណានាំទឹកឲ្យចូលបំពេញក្នុងអាងនេះឆាប់មកចិត្តយើងភ្លាមមកឲ្យលឿនឡើងទៅពេលនេះឯងត្រូវតែឈរឲ្យត្រង់ហើយងើបក្បាលឡើងបន្ទាប់ពីស្លៀកពាក់ខោអាវហើយឯងត្រូវជញ្ជូនទឹកយកមកចាក់អាងនេះឲ្យពេញក្រោយពីស្លៀកពាក់ខោអាវហើយអំបោះនេះក៏យកក្អមពីរយកនឹងដៃក៏បោះពុយសំដៅទៅរកទឹកតែម្ដងអូហអំបោះសិលនេះវាមានភាពរហ័សរហួនខ្លាំងណាស់ល្បឿនដែលអំបោះកំពុងតែដងទឹកនេះវាលឿនយ៉ាងប្រសើរនិយាយចំទៅក្នុង1នាទីវាមកដល់ល្មមបានហើយសាររបាយធ្វើបានសម្រេចហើយឈប់ត្រឹមនឹងសិនទៅឈប់ទៅទោះបីក្មេងប្រុសនោះស្រែកយ៉ាងណាក៏អំបោះសិលមិនស្ដាប់តាមបញ្ជាដែរអូខ្ញុំភ្លេចឲ្យឆឹងភ្លេចធ្វើអំបោះនេះឈប់តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅណាទៅកន្លែងណាអញ្ចឹងនេះហើយតើឃ្លាណាទៅនេះអំបោះសិលនៅតែជញ្ជូនទឹកចាក់រហូតណែអំបោះនេះឈួតតែដឹងវាចេះតែចាក់ទឹករហូតទៅអញ្ចឹងហីទោះជាក្មេងប្រុសនេះស្រែកយ៉ាងណាវានៅតែដងទឹកដដែលអាចឈួតទេអាចចង់ចាក់ឲ្យទឹកលេចផ្ទះឬយ៉ាងម៉េចនេះហាឈួតទេអីអំបោះឡប់នេះវាមិនយល់ពីអ្វីទាំងអស់វាមិនស្ដាប់បញ្ជាណាឡើយបើឯងមិនឈប់ទេយើងនឹងកាប់ឯងជាពីរពេលនោះឯងនឹងដឹងថាអ្វីជាអ្វីហើយចាប់ទៅមើលទៅនិយាយហើយក្មេងនោះក៏ទៅយកបន្ថែមមួយដ៏ធំកាប់អំបោះបែកជាពីរភ្លាមស្រាប់តែចំណែកអំបោះទាំងពីរនោះក៏คล้ายទៅជាអំបោះពីរក៏ដងទឹកដាក់មកក្នុងអាងដដែលអូខ្ញុំយល់ហើយអំបោះคล้ายទៅជាពីរចំណែកហើយคล้ายទៅជាអំបោះសិលពីរវារឹតតែដងទឹកកាន់តែកើនឡើងហើយពេលនេះទឹកកាន់តែឡើងពេញផ្ទះឡើងរហូតដល់កាន់ចំដាឡើងចិត្តលេចតុកលោកគ្រូនៅណាជួយកូនចៅផងទៅអូលោកគ្រូមកដល់ល្មមហើយលោកគ្រូឆាប់ជួយខ្ញុំផងទៅខ្ញុំបានលួចរៀនក្បួនលោកគ្រូហើយធ្វើដូចជាលោកគ្រូអញ្ចឹងតែពេលនេះខ្ញុំអាចទប់ទល់បានទេសូមជួយខ្ញុំផងទៅលោកគ្រូជួយខ្ញុំផងទៅលោកគ្រូខ្ញុំសូមវល់លោកគ្រូធំក៏ធ្វើកាយវិការហើយនិយាយមកសិលឲ្យឈប់ភ្លាមហើយទៅជ្រុំខាងភ្លាមទៅអូមហាមេឃរនទះសូមជួយបូមទឹកពីក្នុងគុហីនេះឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាឯងត្រូវតែចងចាំមិនត្រូវធ្វើអ្វីគ្មានបញ្ជាពីគ្រូឡើយឯងស្ដាប់បានហើយទេត្រូវតែចងចាំណារឿងនេះអស្ចារ្យខ្លាំងណាស់ចុះបើយើងរៀនមន្តអាគមនោះតើវាមានការបាក់អីទៅលោកឯងនៅព្រឹត្តិការណ៍ជាគ្រូសិលបានណែនាំហើយការប្រើមន្តអាគមមិនមែនជារឿងធម្មតាទេវាមិនខុសពីយកខ្លួនទៅប្រជែងជាមួយភ្លើងឡើយអំបោះសិលឆាប់រៀបចំវិថីទៅរងចាំអ្នកណាមកជួយរៀបបណ្ណាល័យឲ្យយើងទាំងអស់គ្នាជួយរៀបម្ដាយមកជើងទៅបានហើយយើងរៀបចំសភៅណាដែលយើងស្រឡាញ់ទៅដោយសារតែកន្លែងនេះចង្អៀតឲ្យវាតូចទេមែនទេឥឡូវនេះរឿងមន្តអាគមវាចប់បាត់ទៅហើយខ្ញុំទៅរកកណាត់មកជូតសិនកណាត់ជូតអិតនោះវានៅក្នុងចង្ក្រានបាយណោះជាមួយនឹងអំបោះចាំខ្ញុំមកផ្លែខ្ញុំទៅដែរកាលីនតែកំពុងតែរកអីហ្នឹងខ្ញុំកំពុងតែរកកប់ឃ្លីណាលោកគ្រូអូអញ្ចឹងទេបែបនេះច្បាស់ជាបាច់ចោលកប់ឃ្លីនោះបាត់ទៅហើយមិនក៏ឯងដឹង